Hello ស្អីអ្នកគ្នាជួបមកខ្ញុំបាទ Whisky ឥឡូវហ្នឹងខ្ញុំមកស្រាយរឿង Returning Student ដែលជាភាគ3របស់យើងហើយនិយាយចឹងអ្នកនរគ្នាបើសិនជាអ្នកនរគ្នាចូលចិត្តមកកាន់វីដេអូមួយហ្នឹងកុំភ្លេច comment រូបវីដេអូឲ្យខ្ញុំគឺបានដឹងផងខ្ញុំពិតជាជឿស្រាយខ្លាំងមែនតើដែលខ្ញុំមកបានស្រាយរឿងពីថ្ងៃហ្នឹងដោយសារខ្ញុំរវល់ខ្លាំងមែនតើហើយណាមួយខ្ញុំវាពងបែកមាត់ថងចឹងទៅបាក់និយាយខ្លាំងមែនតើហ្មងអ្នកនរគ្នាពេលដែលឆេអ៊ូលគឺបានវាយទៅកាន់កូនចៅរបស់ Teso ហើយនោះរឿងក៏បានកាត់ចូលមកដល់មណ្ឌលកុមារកំព្រាហើយយើងក៏បានឃើញថាឆេអ៊ូលកំពុងតែដើរបណ្ដើរនិងគិតអំពីរឿងរបស់ Kim Sul បណ្ដើរនៅពេលដែលគាត់កំពុងតែគិតនោះយើងក៏បានឃើញថាក្មេងៗកំពុងតែលេងជាមួយនឹងគ្នានៅពេលដែលគាត់គឺបានឃើញនេះនេះគាត់ពិតជានឹកអតីតកាលរបស់គាត់ខ្លាំងមែនទែនតែនោះគឺជាអតីតកាលរបស់គាត់ហើយនឹងគឹមស៊ូលនឹងឯងពេលដែលឆេអ៊ូលកំពុងតែគិតនោះគាត់ក៏បានដកទូរស័ព្ទហ្នឹងយកមកមើលវីដេអូមួយពេលដែលគាត់ក៏បានឃើញទៅកាន់វីដេអូមួយហ្នឹងហើយគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនតែវីដេអូហ្នឹងគឺជាវីដេអូរបស់យ៉ងស៊ូដែលបានវាយទៅកាន់គឹមសូលចឹងហើយបានជាឆេអ៊ូលគាត់ឆ្ងល់ខ្លាំងមែនទែនហេតុអ្វីបានជានៅសុកគឹមស៊ូលគឺសួរគាត់ថាតើគាត់ហ្នឹងគឺមានចំណាប់អារម្មណ៍ចង់មករៀននៅក្នុងសាលារៀនវិញដែរឬទេវាគឺជាកំហុសដ៏ធំខ្លាំងមែនទែនដែលគាត់គឺបានផ្កាកដៃសែជាមួយនឹងគឹមស៊ូបើសិនជាគាត់ចូលរៀនម្ដងទៀតនោះប្រហែលជាគ្មានរឿងនឹងកាត់ឡើងនោះទេគាត់ពិតជាសោកស្ដាយនឹងការសម្រេចចិត្តរបស់គាត់ខ្លាំងមែនទែនតែវាមិនអីទេគឹមស៊ូលខ្ញុំនឹងត្រឡប់ទៅរៀនម្ដងទៀតហើយយើងនឹងយកអ្វីៗគ្រប់យ៉ាងដែលឯងបាត់បង់ត្រឡប់មកវិញគឹមស៊ូលហើយសាច់រឿងក៏បានកាត់ចោលដល់អតីតកាលរបស់គឹមស៊ូលកាលគាត់គឺនៅក្មេងជាមួយនឹងអេអ៊ូលហើយយើងក៏បានឃើញថាពួកគេទាំងពីរនាក់ហ្នឹងកំពុងតែដើរជាមួយនឹងគ្នាពួកគេទាំងពីរនាក់កំពុងតែដើរនឹងនិយាយគ្នាលេងបណ្ដើរមើលទៅហាក់ដូចជាពួកគេហ្នឹងសប្បាយចិត្តខ្លាំងមែនទែនតែពេលនោះយើងក៏បានឃើញតែក្មេងប្រុស3នាក់ដែលវាទាញជាព្រាមដើម្បីយឹតបាញ់ទៅកាន់គឹមស៊ូលហើយនឹងឆេអ៊ូលពេលហ្នឹងវាពិតជាសំណាងល្អខ្លាំងមែនទែនតែគឹមស៊ូគឺគាត់បានឃើញមុនអាយ៉ងស៊ូហ្នឹងវាទាញចំពីមករងនឹងបាញ់ទៅកាន់ពួកគេទាំងពីរនាក់ពេលដែលពួកគេទាំងពីរនាក់គឺបានឃើញដូច្នេះគេទាំងពីរនាក់គឺរត់ចេញពីកន្លែងហ្នឹងយ៉ាងលឿនតែម្ដងសិនជាពួកគេមិនរត់ចេញទេប្រហែលជាពួកគេទាំងពីរនាក់ប្រហែលជាស៊ីក្របចំពីមហើយគ្រាន់តែពួកគេទាំងពីរនាក់គឺបានរត់ចេញអំពីក្របចំពីមហើយនោះអេអ៊ូលគឺបានសួរទៅកាន់គឹមស៊ូថាតើគឹមស៊ូហ្នឹងគឺមិនអីទេអីគឹមស៊ូហ្នឹងគឺមានត្រូវចំកន្លែងមួយណាដែរឬទេពេលដែលគឹមស៊ូគឺបានឮថាឆេអ៊ូលបារម្ភពីគាត់ដូច្នេះគាត់ក៏បានឆ្លើយតបទៅកាន់ឆេអ៊ូលយ៉ាងលឿនវិញថាគឺគាត់មិនអីនោះទេណាមួយរឿងអញ្ចឹងគឺគាត់បានជួបឆ្អាតចោលហើយឆេអ៊ូលគឺបានលើគឹមស៊ូលនិយាយដូច្នេះគាត់ពិតជាខឹងទៅកាន់ពួកគេទាំង3នាក់នោះខ្លាំងមែនតើតែបែរជាគឹមស៊ូលនឹងគឺញញឹមដាក់ទៅកាន់គាត់ទៅវិញដោយនិយាយថាវាមិនអីនោះទេវាគ្រាន់តែជារឿងធម្មតាតែប៉ុណ្ណោះបាច់ឲ្យឆេអ៊ូលនឹងគឺទុកនៅក្នុងចិត្តនោះទេអញ្ចឹងទៅឆេអ៊ូលគឺឯងមិនបាច់ខ្វាយខ្វល់អំពីពួកគេទាំងអស់គ្នានោះទេអញ្ចឹងមានន័យថាឯងនឹងទុកឲ្យពួកគេនឹងគឺរួចខ្លួនដោយងាយស្រួលមែនទេគឹមស៊ូលឯងធ្វើបែបហ្នឹងដូចជាឲ្យពួកគេទាំងអស់គ្នានឹងគឺមើងងាយមកកាន់ឯងអញ្ចឹងហើយវាមិនអីទេគឹមស៊ូលខ្ញុំនឹងនិយាយប្រាប់ទៅកាន់អ្នកគ្រូដើម្បីឲ្យអ្នកគ្រូនឹងមើលទៅកាន់ពួកគេទាំងអស់គ្នាដោយសារតែក្នុងសាលាមិនគួរយកចម្រៀងកៅស៊ូយកមកលេងទេពេលដែលពួកគេទាំង3នាក់គឺបានលើកគឹមស៊ូលហើយនឹងឆេអូនិយាយគ្នាបែបនេះគេពិតជាសប្បាយចិត្តខ្លាំងមែនទែនដោយវានឹងគិតថាវានឹងធ្វើបាបទៅកាន់គឹមស៊ូលនឹងបន្ថែមទៀតតាមមួយវាពិតជាស្អប់ទៅកាន់ឆេអូខ្លាំងមែនទែនវាស្អប់នឹងភ្នែកតែម្ដងប៉ុន្តែឥឡូវហ្នឹងឯងមានន័យថាឯងនឹងចាក់ចែងពីកន្លែងមួយនឹងមិនស៊ូលហេតុអីបានជាឯងគិតបែបនេះយើងគឺមិនយល់ពីឯងនោះទេពេលដែលស៊ូលគឺបានចាញ់ហើយនោះឆេអូគាត់ពិតជាខឹងទៅកាន់ពួកគេទាំង3នាក់នឹងខ្លាំងមែនទែនដោយពួកគេគឺហ៊ានយកដៃសគូសច្វែងច្វាមពេញតុរបស់គាត់អញ្ចឹងទៅគាត់គឺគ្មានអ្វីដែលត្រូវគិតច្រើននោះទេគាត់ក៏បានរត់យ៉ាងលឿនសម្ដៅទៅរកពួកគេទាំង3នាក់ពេលដែលពួកគេទាំង3នាក់គឺបានឃើញឆេអ៊ូលគឺរត់សម្ដៅមកកាន់ពួកគេហ្នឹងពួកគេពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនតែពេលហ្នឹងឆេអ៊ូលគឺបានហក់ធាក់មួយចំគុំចង់កណ្ដាលមុខរបស់យ៉ងស៊ូធ្វើឲ្យយ៉ងស៊ូហ្នឹងគឺកាប់មុខទៅខាងក្រោយហើយពេលហ្នឹងឆេអ៊ូលគឺគាត់ខឹងខ្លាំងមែនទែនដោយគាត់គឺម៉ាត់យកចំកណ្ដាលមុខរបស់យ៉ងស៊ូតែម្ដងហើយអ្នកនរគ្នាមើលទៅកាន់ស្ថានភាពរបស់យ៉ងស៊ូទៅវាពិតជាពិបាកមើលខ្លាំងមែនទែនពេលដែលឆេអ៊ូលគឺបានវាយទៅកាន់យ៉ងស៊ូហើយនោះគាត់ក៏បែរមើលទៅកាន់ពួកគេទាំង3នាក់ដោយនិយាយថាតើឯងកំពុងតែធ្វើអ្វីនៅកន្លែងហ្នឹងឆាប់ចាក់ចែងពីកន្លែងហ្នឹងឲ្យលឿនទៅសិនជាពួកឯងទាំងពីរនាក់គឺមិនចង់ត្រូវធ្ងន់នោះទេសិនជាមានរឿងនឹងម្ដងទៀតពួកឯងទាំងអស់គ្នាគឺមិនរួចខ្លួននោះទេពួកឯងគឺយល់អំពីអ្វីដែលយើងនិយាយដែរឬទេសាច់រឿងក៏បានកាត់ចូលមកដល់ឆេអ៊ូលកំពុងតែអង្គុយមើលរូបថតគាត់ជាមួយនឹងឆេអ៊ូលគាត់មើលបណ្ដានឹងបន្ទោខ្លួនឯងបណ្ដាបើសិនជាគាត់ទៅរៀនវិញនោះប្រហែលជាគ្មានរឿងនឹងកើតឡើងនោះទេពេលដែលឆេអ៊ូលគាត់កំពុងតែគិតនោះយើងក៏បានឃើញថានូណាគឺមករកគាត់ដល់បន្ទប់តែម្ដងហើយនាងគឺមានរឿងតិចតួចដើម្បីសួរទៅកាន់ឆេអ៊ូលនឹងឯងមិនមែនទៅធ្វើអ្វីនោះទេមើលណាមានគិតអីច្រើនទេណាអើយពេលដែលនូណាគឺបានចូលមកដល់ក្នុងបន្ទប់របស់ឆេអូលនោះនាងគឺបានសរសើរអំពីបន្ទប់របស់ឆេអូលនាងគឺបាននិយាយថាបន្ទប់របស់ឆេអូលពិតជាស្រស់ស្អាតខ្លាំងមែនតើតែបែរជាឆេអូលនោះគឺនិយាយទៅកាន់នាងវិញថាបន្ទប់របស់គាត់គឺមិនត្រូវការចេញចូលផ្ដេសផ្ដាស់នោះទេហើយនូណានាងក៏បន្តនិយាយទៀតថានាងពិតជានឹកដល់អតីតកាលរបស់នាងឆេអូលខ្លាំងមែនតើកាលនៅក្មេងហើយនាងតែងតែប្រាប់ឲ្យឆេអូលនោះគឺបោះសម្អាតបន្ទប់ឲ្យស្អាតជានិច្ចហើយនាងក៏បន្តនិយាយទៀតថានាងគឺបានទិញអាហារសម្រន់ឲ្យមកកាន់គាត់ហើយនឹងក្មេងៗនៅក្នុងមណ្ឌលកុមារកំព្រា
សិនជាស្អែកឆេអូទំនេរគួរតែយកអាហារសម្រន់ទាំងអស់នេះចែកទៅកាន់ក្មេងៗផងហើយសាច់រឿងរបស់យើងក៏បានកាត់ចូលមកដល់ខាងក្រៅវិញម្ដងដោយឆេអូគឺគាត់បានគិតនៅក្នុងចិត្តថាគាត់មិនត្រូវឲ្យណានឹងគឺបានដឹងនោះទេថាគាត់នឹងត្រឡប់ទៅរៀននៅក្នុងវិទ្យាល័យវិញបើសិនជាគាត់គឺនិយាយរឿងនឹងប្រាប់ទៅកាន់នូណាប្រហែលជាគាត់គឺមិនអាចទៅរៀននៅក្នុងវិទ្យាល័យបាននោះទេតែនូណានឹងគឺនាងពិតជាបារម្ភទៅកាន់គាត់ខ្លាំងមែនតើបីតកាលនៅក្មេងក៏ដោយតែគាត់គឺដួលបន្តិចបន្តួចតែប៉ុណ្ណោះគឺនាងនឹងតែបារម្ភនឹងមើលថែគាត់ជានិច្ចទៅគាត់គឺមិនអាចប្រាប់រឿងនឹងទៅកាន់នូណាបាននោះទេហើយបើសិនជាខ្ញុំនិយាយប្រាប់ទៅកាន់នូណានោះនូណាប្រហែលជានាងមកអង្វរខ្ញុំជារៀងរាល់ថ្ងៃមិនឲ្យខ្ញុំនឹងគឺទៅរៀនម្ដងទៀតនោះទេតែនាងគឺដឹងថាខ្ញុំនឹងទៅសោសឹកជាមួយនឹងពួកគេទាំងអស់នោះហើយសាច់រឿងរបស់យើងក៏បានកាត់ចូលមកដល់3ខែក្រោយមកហើយថ្ងៃហ្នឹងក៏ជាថ្ងៃដែលបើកវេទនការផងដែរហើយយើងក៏បានឃើញនៅបរិបទ2នាក់កំពុងដណ្ដើមបណ្ដានឹងត្អូញត្អែបណ្ដាតែគាត់ហ្នឹងគឺមិនដឹងថាពេលគាត់ចុះឈ្មោះចូលរៀនហ្នឹងគាត់នឹងមានមិត្តដែរឬទេពួកគេនឹងប្រឈមនឹងរឿងអ្វីខ្លះវាមិនអីនោះទេបើសិនជាពួកគេទៅដល់ពួកគេអាចរកមិត្តបាននោះពេលដែលពួកគេកំពុងតែនិយាយនោះយើងក៏បានឃើញទៅកាន់យ៉ុងស៊ូតែវានឹងកំពុងតែធ្វើបាបសិស្សសាលាដែលទៅតែមុខថ្មីហើយវាគឺបាននិយាយទៅកាន់ក្មេងប្រុសដែលទៅតែមុខថ្មីនោះថាគឺវាត្រូវការថ្លៃការពីអំពីក្មេងប្រុសម្នាក់ហ្នឹងហើយយើងមើលទៅកាន់គាត់ទៅហាក់ដូចជាគាត់មិនមានលុយនោះទេចឹងទៅធ្វើឲ្យគាត់ពិតជាភ័យខ្លាំងមែនតែនព្រោះតែវាចម្រិតទាលុយបដាគឺវាវាយបដាហើយពេលហ្នឹងយើងក៏បានឃើញនៅជើងនរណាម្នាក់ដែលគាត់កំពុងតែដើរមកហើយនោះគឺជាឆេអូលនឹងឯងទៅពេលដែលឆេអូលកំពុងតែគម្រាមយកលុយអំពីសិស្សសាលាសុកនោះតែពេលហ្នឹងគឺយើងបានឃើញកាន់ដៃរបស់ឆេអូលគឺបានយ៉ុងស៊ូនឹងគឺបោកខ្ទប់នឹងជញ្ជាំងតែម្ដងតែធ្វើឲ្យវាពិតជាភ្ញាក់ផ្អើលខ្លាំងមែនតែនហើយរឿងក៏បានបន្តកន្លែងនឹងបន្តទៀតនោះទេសាច់រឿងរបស់យើងក៏បានកាត់ចូលមកដល់មុនពេលដែលចូលសាលារៀនហើយយើងគឺបានឃើញទៅកាន់ក្រុមរបស់យ៉ុងស៊ូនឹងពួកគេនិយាយសើចសប្បាយខ្លាំងមែនតែនពេលហ្នឹងគឺជាពេលដែលបើកវេទនការហើយពេលហ្នឹងគ្នារបស់យ៉ុងស៊ូគឺវាបានបបួលទៅកាន់យ៉ុងស៊ូនឹងទៅបុកបិយាព្រោះតែដល់ពេលបើកវេទនការពួកវាគឺមិនខ្វាយខ្វល់អំពីលុយនោះទេតែពួកវាទាំងអស់គ្នាគឺអាចចម្រិតពីសិស្សដទៃបានពេលដែលពួកវាកំពុងតែនិយាយសើចសប្បាយនោះយ៉ុងស៊ូវាក៏បានបែរឃើញទៅកាន់ឆេអូលហើយវាបាននិយាយប្រាប់ទៅកាន់គ្នាវាទាំងអស់គ្នាថាពេលដែលឆេអូលគឺបានវាជាមួយនឹងមនុស្សច្រើននោះយើងមើលទៅកាន់មុខរបស់គាត់ទៅពិតជាកំណាចខ្លាំងមែនតើហើយគាត់ដូចជាមនុស្សឈួតដែលមិនដែលបានវាយគ្នាអញ្ចឹងមកគេបាញ់យកទៅវាយគេមុនសោះថាគេវាយវាមុនម៉ែងញ័រសាច់បាត់ឈប់និយាយគឺដូចម៉ែងហើយសាច់រឿងរបស់យើងក៏បានកាត់ចូលមកដល់កន្លែងបុកវិយាហើយយើងក៏បានឃើញថាពួកវាទាំងអស់គ្នាគឺបុកវិយាបណ្ដានឹងសើចលេងបណ្ដាពេលហ្នឹងគ្នារបស់យ៉ុងស៊ូគឺបាននិយាយទៅកាន់យ៉ុងស៊ូថាយ៉ុងស៊ូនឹងគឺឯងមានបារីដែរនោះទេទៅពេលដែលយ៉ុងស៊ូគឺបានលើគ្នារបស់វាស៊ូដូច្នេះវាក៏បានប្រាប់ទៅកាន់គ្នាវាថាវាគឺគ្មានបារីនោះទេហើយយ៉ុងស៊ូគាត់ក៏បានបន្តនិយាយទៀតថាឥឡូវហ្នឹងគាត់សុំទៅបន្ទប់ទឹកបន្តិចតែគាត់ហ្នឹងគឺចុចខ្លាំងមែនតើពេលដែលគ្នាវាគឺបានលើដូច្នេះគ្នាវាក៏បាននិយាយទៅកាន់វាវិញថាឯងគឺចង់រត់គេចមែនទេយ៉ុងស៊ូន័យថាយ៉ុងស៊ូនឹងចង់រត់គេចអត់ទៅទិញបារីឲ្យវាអញ្ចឹងណាទៅពេលដែលយ៉ុងស៊ូគឺបានមកដល់បន្ទប់ទឹកហើយនោះហើយយើងក៏បានឃើញទៅកាន់ជើងនរណាម្នាក់ដែលបានដើរពីក្រោយខ្នងរបស់វាម្នាក់នោះគឺជាយ៉ុងស៊ូនឹងឯងនៅពេលដែលវាបានឃើញទៅកាន់យ៉ុងស៊ូនោះវាពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើហើយពេលហ្នឹងវាក៏បាននិយាយទៅកាន់ឆេអូលថាតើឆេអូលនឹងគឺអាចនិយាយជាភាសាកូរ៉េបានដែរឬទេដោយសារតែវាគឺមិនចេះភាសារបស់ឆេអូនោះទេប៉ុន្តែយើងមើលទៅកាន់ឆេអូទៅហាក់ដូចជាគាត់គឺមិនខ្វាយខ្វល់អំពីសម្ដីរបស់យ៉ុងស៊ូទេដល់ពេលហ្នឹងគឺគាត់បានរត់យ៉ាងលឿនហើយមាត់ទៅកាន់កណ្ដាលមុខរបស់យ៉ុងស៊ូតែម្ដងហើយត្រឹមតែមួយដៃរបស់ឆេអូតែម្ដងដែលធ្វើឲ្យយ៉ុងស៊ូគឺខ្ទាត់ខ្ទប់នឹងបន្ទប់ទឹកតែម្ដងនៅពេលហ្នឹងយ៉ុងស៊ូគឺបាននិយាយទៅកាន់ឆេអូលថាហេតុអ្វីបានជាឆេអូលហ្នឹងគឺវាយមកកាន់វាអញ្ចឹងវាពិតជាឆ្ងល់ខ្លាំងមែនតើប៉ុន្តែវាហ្នឹងគឺមិនដែលឆ្លោះជាមួយនឹងគាត់នោះទេពេលដែលឆេអូលគឺបានលឺវាសួរសំណួរដូច្នេះគាត់ពិតជាសើចខ្លាំងមែនតើគាត់គឺបាននិយាយទៅកាន់វាថាហេតុអ្វីបានជាឯងធ្វើបាបទៅកាន់គីមស៊ូលតែឯងដឹងទេថាគីមស៊ូលឥឡូវគឺគេបានស្លាប់បាត់ទៅហើយព្រោះតែឯងនិយាយអំពីសិស្សបងគីមស៊ូលដែលជាមនុស្សសម្រាមនឹងអីហើយវាពិតជាកំប្លែងខ្លាំងមែនតើមានន័យថាឯងគឺជាមិត្តរបស់វាមែនទេហើយឯងគឺចង់មកសងសឹកជំនួសវាមែនទេហើយហេតុអ្វីបានជាឯងគឺមានមិត្តជាមួយនឹងមនុស្សសម្រាមដូចជាគីមស៊ូលនោះពេលដែលឆេអូលគឺបានលឺយ៉ុងស៊ូលនឹងគឺមើងងាយទៅកាន់គីមស៊ូលដូច្នេះអូលគាត់ពិតជាខឹងខ្លាំងមែនតើហើយភ្នែករបស់គាត់ក៏បានប្រែទៅជាពណ៌ខៀវពេលហ្នឹងឆេអូលគឺបានហក់ពុះមួយជង្គង់ចំកណ្ដាលមុខរបស់យ៉ុងស៊ូតែម្ដងធ្វើឲ្យយ៉ុងស៊ូនឹងវាពិតជាភ័យខ្លាចជាមួយនឹងឆេអូលខ្លាំងមែនតើតែវាមិនទាន់ចប់នោះទេដោយឆេអូលគឺមាត់ទៅកាន់កណ្ដាលមុខវាយកមាត់គាត់គឺមិនបានដកដៃនោះទេដោយសារតែគាត់ពិតជាខឹងខ្លាំងមែនតើដែលយ៉ុងស៊ូនឹងគឺហ៊ានមើងងាយទៅកាន់គីមស៊ូរបស់គាត់ព្រោះតែគាត់នឹងគឺបានចាប់ទុកគីមស៊ូនឹងដូចជាគ្រួសាររបស់គាត់អញ្ចឹងហើយយ៉ុងស៊ូនឹងវាពិតជាប្រហើនខ្លាំងមែនតើដែលហ៊ានវាយទៅកាន់គីមស៊ូឆេអូលគឺបានធ្វើដាក់ទៅកាន់យ៉ុងស៊ូដូចយ៉ុងស៊ូនឹងគឺធ្វើដាក់ទៅកាន់គីមស៊ូអញ្ចឹងព្រោះតែគាត់នឹងពិតជាខឹងទៅកាន់យ៉ុងស៊ូខ្លាំងមែនតើហើយហ៊ានវាយទៅកាន់មុខរបស់គីមស៊ូហើយជន់ទៅកាន់មុខរបស់គីមស៊ូទៀតហើយអ្វីគ្រប់យ៉ាងដែលវាគឺបានធ្វើដាក់ទៅកាន់គីមស៊ូនឹងគាត់នឹងធ្វើដាក់ទៅកាន់វាវិញទាំងអស់គាត់មិនឲ្យខ្វះខាតកន្លែងដែលវាធ្វើដាក់ទៅកាន់គីមស៊ូសំបីតែមួយកន្លែងនោះទេពេលដែលយ៉ុងស៊ូគឺបានឃើញដូច្នេះគាត់ពិតជាភ័យខ្លាចទៅកាន់
ដោយឆេអូគឺបានម៉ាត់ទៅកាន់វាយកម៉ាត់យកដោយមិនដកដៃនោះទេហើយនៅពេលហ្នឹងឆេអូសឹងតែសម្លាប់ទៅកាន់អបិយ៉ុងស៊ូទៅហើយដោយសារអាយ៉ុងស៊ូហ្នឹងវាពិតជាប្រហើនខ្លាំងមែនតើហើយវាគឺមិនចង់រស់ស្រួលនោះទេហើយជាវាហ្នឹងយកទូរស័ព្ទរបស់គឹមស៊ូផ្ញើវីដេអូដែលវាហ្នឹងវាយជាមួយនឹងគឹមស៊ូឲ្យទៅកាន់គាត់មើលទៅវិញដែលមូលហេតុនេះហើយដែលគាត់ហ្នឹងគឺតាមរកទៅកាន់យ៉ុងស៊ូនឹងឯងពេលហ្នឹងឆេអូគឺបានចាប់ទៅកាន់សក់របស់យ៉ុងស៊ូដោយសួរទៅកាន់យ៉ុងស៊ូថាតើនរណាគេជាអ្នកសែនវីដេអូហ្នឹងមកឲ្យយើងពេលដែលយ៉ុងស៊ូក៏បានលើដូច្នេះវាក៏បានលាបទឹកមាត់បន្តិចដោយឆ្លើយតបទៅកាន់ឆេអូវិញថាម្នាក់នោះគឺជាចុងយ៉ូហានដែលបានប្រាប់ឲ្យវាហ្នឹងវាយទៅកាន់មុខរបស់គឹមស៊ូហើយឲ្យវាហ្នឹងគឺយកជើងជន់ទៅកាន់ក្បាលរបស់គឹមស៊ូបន្ថែមទៀតនៅពេលដែលឆេអូគឺបានលើដូច្នេះគាត់ក៏បានញញឹមដោយទឹកមុខកំណាចឲ្យនិយាយប្រាប់ទៅកាន់យ៉ុងស៊ូថាយ៉ុងស៊ូហ្នឹងគឺប្រាប់ទៅកាន់មនុស្សដែលបានធ្វើបាបទៅកាន់គឹមស៊ូព្រមទាំងយ៉ុងស៊ូហ្នឹងឲ្យប្រយ័ត្នខ្លួនផងព្រោះតែគាត់ហ្នឹងនឹងធ្វើឲ្យជីវិតរបស់ពួកគេទាំងអស់គ្នាដូចធ្លាក់នៅក្នុងឋាននរកអញ្ចឹងឯងត្រូវតែចាំពាក្យរបស់យើងទុកជាតិចមិនត្រូវភ្លេចនោះទេហើយតែរឿងរបស់យើងក៏បញ្ចប់ត្រឹមហ្នឹងដែរហើយនិយាយចឹងអ្នកនរគ្នាកុំភ្លេច join ក្រុមខ្ញុំម្នាក់មួយផងហើយសម្រាប់ link វិញគឺនៅក្រោម profile YouTube របស់ខ្ញុំហ្នឹងអ្នកនរគ្នាកុំភ្លេច join ម្នាក់មួយផងដល់ពេលចេញរឿងខ្ញុំនឹងប្រាប់អ្នកនរគ្នាមុនហើយក៏មានរឿងចាស់ៗដែលអ្នកនរគ្នាអត់ដែរមើលពីមុនគឺនៅក្នុងហ្នឹងដែរបាយអ្នកនរគ្នាពីខ្ញុំមីសាគីស្រឡាញ់អ្នកនរគ្នា